មានបងស្រីម្នាក់គាត់បាន comment នៅក្នុងវីដេអូរបស់ខ្ញុំដែលខ្ញុំធ្វើតាក់ទងទៅនឹងការសិក្សាហើយគាត់បាននិយាយថាគាត់ចង់ដូចខ្ញុំដែរគាត់ចង់ក្លាហាននៅក្នុងការនិយាយឬក៏ post ជាវីដេអូនៅក្នុង social media ដូចខ្ញុំប៉ុន្តែគាត់អត់ហ៊ានទេគឺគាត់ខ្លាចមនុស្សជុំវិញខ្លួនរបស់គាត់ពួកម៉ាក់គាត់ឬក៏អ្នកដែលស្គាល់គាត់នឹងសើចចំអកគាត់ឬក៏គិតថាគាត់នឹងជាអ្នកចេះដឹងមកពីណាតាំងខ្លួនជាអ្នកចេះអីចឹងទៅទើបគាត់អត់ហ៊ាននៅក្នុងការនិយាយឬក៏ post ជាវីដេអូនៅក្នុង social media បើសិនជាអូនចង់ធ្វើអីឬក៏ចង់បង្កើតមាតិកាបែបណាអូនធ្វើវាទៅបើសិនជាការបង្កើតមាតិការបស់អូនហ្នឹងគឺអត់ប៉ះពាល់ដល់អ្នកដទៃហើយវាជាផលប្រយោជន៍មួយសម្រាប់អ្នកដែលតាមដានវីដេអូរបស់អូនឧទាហរណ៍ថាអូនចង់ផលិតវីដេអូដែលតាក់ទងទៅនឹងការប្រមូលផលិតផលរបស់អូនឬក៏វីដេអូបែបលើកទឹកចិត្តអ្វីដែលសំខាន់បងត្រូវដឹងខ្លួនឯងថាបងកំពុងតែធ្វើអ្វីហើយធ្វើវាដើម្បីអ្វីកុំទៅខ្វល់ពីសម្ដីអ្នកដទៃបងក៏មិនមែនជាអ្នកល្បីអីមកពីណាដែរឬក៏ជោគជ័យដែរប៉ុន្តែបងក៏ជាមនុស្សម្នាក់ដែលធ្លាប់ឆ្លងកាត់អារម្មណ៍នឹងដែរដែលការចាប់ផ្ដើមដំបូងនឹងខ្លាចមនុស្សជុំវិញខ្លួនខ្លួនឯងនឹងសើចចំអកហើយអត់ហ៊ានធ្វើអ្វីដែលខ្លួនឯងចង់ធ្វើអត់ហ៊ាននិយាយនៅអ្វីខ្លួនឯងចង់និយាយឯងសម្រាប់បងខ្លាចក្នុងការចាប់ផ្ដើមខ្លាចគេសើចចំអកប៉ុន្តែបងត្រូវបានគេសើចចំអករួចហើយមិនធម្មតាមនុស្សជុំវិញខ្លួនរបស់បងសើចបងឯងថែមទាំងពោលពាក្យមកថាធ្វើឲ្យគេចូលចិត្តធ្វើអីឥតប្រយោជន៍ព្រមទៅបងចាប់ផ្ដើមធ្វើអីមួយគឺមានពាក្យថាការដែលបងធ្វើនឹងគឺឥតប្រយោជន៍ប៉ុន្តែបងចង់បង្ហាញទៅកាន់អ្នកដែលនិយាយបែបហ្នឹងមកកាន់បងថាបងដឹងខ្លួនឯងច្បាស់ថាបងកំពុងតែធ្វើអ្វីហើយធ្វើដើម្បីអ្វីគឺបងអត់បានធ្វើអ្វីដែលអត់ប្រយោជន៍ដូចដែលគេនិយាយឯងចុងក្រោយបងចង់លើកទឹកចិត្តទៅកាន់បងថាបើសិនជាបងចង់ធ្វើវីដេអូអីមួយបងក្លាហាននៅក្នុងការទៅធ្វើវាទៅហើយបងចង់ជំរុញទឹកចិត្តឲ្យបងព្យាយាមចេញពី comfort zone របស់បងនោះបងនឹងក្លាហាននៅក្នុងការនិយាយប៉ុន្តែត្រូវចាំថាការដែលយើងនិយាយហ្នឹងគឺជាប្រយោជន៍ដល់អ្នកដទៃគឺវាមិនបានបំផ្លាញអ្នកដទៃទេ